ប្រសិនបើគេស្អប់អ្នកអញ្ចឹងហើយថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលចង់ចែកជូនអ្នកទាំងអស់គ្នាអំពីពុទ្ធដីកាដែលព្រះអង្គលោកបានសម្ដែងពុទ្ធដីកានេះគឺល្អណាស់ទាក់ទងទៅនឹងការរស់នៅរបស់យើងហើយអ្នកទាំងអស់គ្នាដឹងហើយថាការរស់នៅក្នុងជីវភាពចំថ្ងៃរបស់យើងហ្នឹងគឺយើងមិនអាចគេចផុតអំពីការមើលងាយការប្រមាថការនិន្ទារបស់អ្នកដទៃឡើយព្រោះថាការស្អប់ការស្រឡាញ់ហ្នឹងវាតែងតែកើតមានចំពោះយើងទាំងអស់គ្នាដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវតែចាំពាក្យពុទ្ធដីកាព្រះអង្គដែលលោកបានសម្ដែងហ្នឹងគឺថាបុគ្គលគ្រប់រូបគឺមិនអាចគេចផុតអំពីការប្រមាថមើលងាយឡើយអញ្ចឹងនៅក្នុងពុទ្ធដីកានេះព្រះអង្គលោកបានសម្ដែងថានៅក្នុងការរស់នៅរបស់មនុស្សយើងប្រចាំថ្ងៃហ្នឹងគឺយើងមិនអាចគេចផុតឡើយការដែលគេមើលងាយយើងការដែលគេស្រឡាញ់យើងការដែលគេនិន្ទាយើងតែងតែកើតមានចំពោះយើងជាប្រចាំថ្ងៃអញ្ចឹងហើយកាលណាបើសិនបើជាយើងឮអាពាក្យទាំងអស់គេហ្នឹងយើងតែងតែចេះបារម្ភច្រើនតែងតែគិតថាតិចយើងធ្វើទៅខុសទៅតិចយើងធ្វើរឿងហ្នឹងដូចគេនិយាយទៅប៉ុន្តែយើងបដូរនៅគំនិតរបស់ខ្លួនយើងហ្នឹងមកគិតវិជ្ជមានវិញព្រោះអីព្រោះការគិតវិជ្ជមានហ្នឹងគឺជាកត្តាមួយដ៏សំខាន់នៅក្នុងជីវិតរបស់យើងដោយសារអ្វីដោយសារតែយើងយល់ដឹងអំពីពុទ្ធដីកាដែលព្រះអង្គលោកបានសម្ដែងហ្នឹងថាយើងមិនអាចគេចផុតអំពីការប្រមាថមើលងាយស្រឡាញ់ស្អប់របស់អ្នកដទៃនឹងទេអញ្ចឹងកាលណាបើសិនបើជាយើងគិតវិជ្ជមានហើយប្រកាសណាវានឹងធ្វើឲ្យអារម្មណ៍របស់យើងនឹង peaceful មានន័យថាធ្វើឲ្យអារម្មណ៍យើងនឹងស្រស់ស្រាយតាក់ទងទៅនឹងការរស់នៅប្រចាំថ្ងៃអញ្ចឹងដែរអញ្ចឹងហើយការដែលយើងយល់ដឹងអំពីអគតិធម៌ទាំង4ណាអ្នកទាំងអស់គ្នាអាច search មើលបានឬក៏ខ្ញុំអាចនឹងធ្វើវីដេអូសារជាថ្មីឲ្យអ្នកទាំងអស់គ្នានឹងបកស្រាយអំពីអគតិធម៌នឹងឲ្យអ្នកទាំងអស់គ្នាដឹងហើយវីដេអូរបស់យើងក៏ឈានមកដល់ទីបញ្ចប់ដែរហើយអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់មកទីបញ្ចប់ Motivate and Peace